តើអំពើហិង្សាក្នុងគ្រួសារផ្ដល់ផលប៉ះពាល់អ្វីខ្លះសម្រាប់គ្រួសារនីមួយៗវាមិនគួរឲ្យមានអំពើហិង្សាក្នុងគ្រួសារទេដោយសារតែវាអាចនៅផលប៉ះពាល់ជាខ្លាំងដល់កូនក៏ដូចជាសង្គមជាតិបង្កឲ្យមានគំរូមិនល្អទៅដល់គ្រួសារផ្សេងទៀតដែលធ្វើឲ្យគ្រួសារនោះផងដែរគេរងនៅផលវិបាកជាច្រើនដូចជាបញ្ហាសេដ្ឋកិច្ចរបស់ពួកគាត់គ្មានពេលវេលាគ្រប់គ្រាន់ក្នុងការរកប្រាក់បើសិនជាពួកគាត់មានអំពើហិង្សាផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារហ្នឹងគឺទាក់ទងដល់គ្រួសារទាំងមូលផលប៉ះពាល់រួមមានអាចនឹងប៉ះពាល់ទៅដល់ការអប់រំរបស់កូនពួកគាត់នៅពេលដែលគាត់ឃើញស្ថានភាពនៃអំពើហិង្សាក្នុងគ្រួសារញឹកញយឬក៏ធ្ងន់ធ្ងរអាចនឹងកូនអាចនឹងផ្លូវចិត្តរបស់គាត់មានការប៉ះពាល់ហើយអញ្ចឹងធ្វើឲ្យការរៀនសូត្ររបស់គាត់ក៏អន់ថយទៅតាមនឹងដែរគ្រួសារពួកគាត់មានការបែកបាក់គ្នាមានការបែកបាក់គ្នាមានការជួបប្រកែកគ្នានឹងក្រុមគ្រួសារនោះមិនមានពេលសម្រាប់រកចំណូលប្រចាំគ្រួសារធ្វើឲ្យគ្រួសារគេមានការបែកបាក់គ្នានឹងមិនមានសេចក្តីសុខនៅក្នុងគ្រួសារពួកគេនោះទេតែម្យ៉ាងវិញទៀតធ្វើឲ្យប្រទេសជាតិយើងហ្នឹងបាត់បង់នៅធនធានមនុស្សហើយមានភាពចលាចលក៏ដូចជាសង្គមជាតិយើងសម្បូរទៅដោយការបែកបាក់គ្រួសារហ្នឹងមិនមានការរីចម្រើននៅក្នុងសង្គមយើងនោះទេព្រោះអីធ្វើឲ្យគ្រួសារហ្នឹងវាអត់រីចម្រើនហើយណាមួយកូនចៅក៏វាអត់សូវស្ដាប់ប្រកបដែរដោយសារយើងមានចំនួនក្នុងគ្រួសារបើសិនជាមានរឿងដំណោះក្នុងគ្រួសារភាគច្រើនសង្គមយើងគេអត់សូវទទួលស្គាល់គេអត់សូវចូលចិត្តគេមិនសូវរាប់អានយើងទេខ្ញុំសូមសង្កត់ធ្ងន់ទៅលើសិទ្ធិមនុស្សដែលបង្កហេតុឲ្យអន្តរជាតិប្តីបើសិនជាគាត់ប្រើប្រាស់អំពើហិង្សាលើប្រពន្ធគឺគាត់រំលោភសិទ្ធិបុគ្គលឬក៏សិទ្ធិប្រពន្ធរបស់គាត់ដែលមានសិទ្ធិសេរីភាពបាទនេះជាចំណុចមួយដែលសង្កត់តើត្រូវធ្វើដូចម្ដេចដើម្បីលុបបំបាត់អំពើហិង្សាក្នុងគ្រួសារដើម្បីលុបបំបាត់អំពើហិង្សាក្នុងគ្រួសារវាពាក់ព័ន្ធទៅនឹងកត្តាយល់ដឹងរបស់មាតាបិតាតែថាពួកគាត់ត្រូវមានភាពយល់ដឹងអំពីបញ្ហាទាក់ទងនឹងអំពើហិង្សានេះដោយសារតើបើសិនជាមានអំពើហិង្សាក្នុងគ្រួសារធ្វើឲ្យកូននឹងខាតបង់នៅការសិក្សារបស់ពួកគាត់អញ្ចឹងយើងត្រូវតែបញ្ជ្រាបនៅការយល់ដឹងពាក់ព័ន្ធនឹងអំពើហិង្សានេះចូលទៅក្នុងគ្រួសារនីមួយៗដើម្បីឲ្យគាត់យល់ដឹងខ្ញុំគិតថាមួយវិញទៀតទាក់ទងនឹងប្រព័ន្ធច្បាប់ត្រូវតែរឹតបន្តឹងចំពោះអ្នកដែលបង្កនៅអំពើហិង្សានោះទី1អញ្ញបានថារឹតបន្តឹងពីទោសទណ្ឌចាហើយធ្វើការផ្សព្វផ្សាយនៅច្បាប់ឲ្យបានទូលំទូលាយដើម្បីឲ្យអ្នកដែលប្រព្រឹត្តនៅអំពើហិង្សានោះមានអញ្ញបានថារៀងចាលហើយមួយវិញទៀតការលុបបំបាត់ទៀតសោតនោះក៏អញ្ញបានថានៅក្នុងគ្រួសារនីមួយត្រូវតែមានចំណូលដែលរឹងមាំអញ្ញបានថាសេដ្ឋកិច្ចចេញចូលបានល្អមានចំណូលហើយនឹងចំណាយបានល្អអញ្ចឹងហើយក៏អាចលុបបំបាត់នៅអំពើហិង្សានៅក្នុងគ្រួសារបានដែរកត្តាដែលសំខាន់បំផុតនោះគឺសម័យខ្លួនឯងនិងក៏ដូចជាសមាជិកនៅក្នុងក្រុមគ្រួសារនោះផ្ទាល់នៅពេលដែលពួកគាត់ចង់លុបបំបាត់នៅអំពើហិង្សាគឺពួកគាត់ត្រូវការចេញពីខ្លួនគាត់ផ្ទាល់គឺនៅពេលដែលគាត់តោះសម្ដីគ្នាគាត់ត្រូវចេះគ្រប់គ្រងចិត្តកុំឲ្យមានការបញ្ចេញសម្លេងខ្លាំងឬក៏និយាយធ្វើឲ្យមានការជួបប្រកែកគ្នានៅក្នុងក្រុមគ្រួសារគាត់អញ្ចឹងគឺផ្ដើមចេញពីពួកគាត់ត្រូវចេះយកចិត្តគ្នាចេះសម្រួលអារម្មណ៍និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងគួរតាដោះស្រាយយ៉ាងម៉េចដើម្បីឲ្យកុំឲ្យក្នុងគ្រួសារយើងមានទំនាស់គ្នាគួរដោះស្រាយយ៉ាងណាដែលល្អដើម្បីឲ្យអនាគតយើងរីកចម្រើនទៅមុខបានល្អរវាងបុគ្គលប្រពន្ធហើយនិងប្តីគាត់ត្រូវយល់ពីគេហៅថាសិទ្ធិមនុស្សជាគោលបាទសិទ្ធិមនុស្សជាគោលហេតុអីបាទខ្ញុំលើកឡើងថាសិទ្ធិមនុស្សជាគោលខ្ញុំមួយថាបើសិនជាប្តីគាត់មានសិទ្ធិក្នុងការទៅចូលរួមវគ្គបណ្ដុំផ្សេងនៅខាងក្រៅក្នុងនោះប្រពន្ធគាត់ក៏ត្រូវតែមានដូចគ្នាដែរនេះជាចំណុចដែលមួយដើម្បីកាត់បន្ថយនៅអំពើហិង្សាក្នុងក្រុមគ្រួសារអាចយកវិធីសាស្ត្រផ្សេងដូចជាវិធីសាស្ត្រតាំងសមាធិឬក៏គាត់ទៅធ្វើអីផ្សេងហើយក្នុងនោះដែរគឺពួកគាត់ក៏ត្រូវយល់ដឹងពីសិទ្ធិបុគ្គលរវាងប្រពន្ធហើយនិងប្តីថាត្រូវមានសិទ្ធិស្មើគ្នា